ngày nay ban tranh từ cái tinh đồn của bạn pi bằng ôn tục mùi tới nơi mùi để sao thì nhưng mà sợ ban tranh cái roa ngày tiền chân ngày nay ban tranh từ cái có tinh có đồn của ôm nước pi plai tục mà plai hay mà plai nên nhằm tắt ớt để sao sạch mình đã do mà chiên cho mùi lập bơi bằng ôn để sao tại sạch đồn của ôm chân chiên cho mùi lập bơi cứ ngày mình tên ngày muốn nhưng ban do sạch đồn của ôm chân đá chiên lia cho mùi nòng bột ôi cứ thà có ôm cho mùi mình tên phần tay ngày nay vẫn lia cho mùi lập bơi mà đòn bằng ôn cứ than nhau mặt tranh kia tới sầm khăn sạch lập bơi bao giờ bạn là một ba cho mùi năng sạch đồn của ôm bao giờ bạn hiện chọc của ôm cho mùi chân cứ than nhau chụp mặt mình tên bằng ôn ơiចំណែកគ្រឿងផ្សំវិញគឺអត់មានអីងាយៗច្រើនទេថ្ងៃនេះខ្ញុំចូលល្ពៅបងប្អូនចង់ប្រើល្ពៅដែលស្ងោរឆ្អិនក៏បានត្រាវក៏បានតលងក៏បានចេកឬក៏ពោតអីផ្សេងៗក៏បានដែរនិយាយទៅចំពោះរសជាតិនោះបងប្អូនស្រឡាញ់ឬក៏ចូលចិត្តរសជាតិណាបងប្អូនអាចធ្វើរសជាតិនឹងបានគឺធ្វើឆ្អិនទៅគឺញ៉ាំឆ្ងាញ់ដូចគ្នាបងប្អូនហើយនេះវិញគឺខ្ញុំយកល្ពៅដែលបានស្ងោរឆ្អិនហ្នឹងចំនួន120ក្រាមស្មើនឹង1ខាំ2យើងប្របែកសាច់ល្ពៅនឹងឲ្យម៉ត់បានល្អទៅខ្ញុំថែមល្ងខ្មៅក៏បានល្ងសក៏បានដែរចំពោះខ្ញុំដាក់ល្ងខ្មៅ10ក្រាមបើមកចង់លាព្រាកាហ្វេខ្ទិះដូងនេះខ្ញុំថ្លឹងបងប្អូនដោយសារតែខ្ទិះដូងនឹងវារាងកអញ្ចឹងយើងពិបាកវល់អញ្ចឹងទៅខ្ញុំយកខ្ទិះដូងនឹងទៅថ្លឹង100មីលី100ក្រាមឬក៏100មីលីលីត្របើសិនជាបងប្អូនវល់ណាហើយខ្ញុំបានបន្ថែមស្ករសនឹងចំនួន30ក្រាមស្ករសបងប្អូនចង់ដាក់ស្ករត្នោតក៏បានដែរគឺធ្វើឲ្យសាច់នំរបស់យើងកាន់តែផ្អែមឈ្ងុយល្អទៀតខ្ញុំកូរឲ្យគ្រឿងផ្សំ3 4មុខហ្នឹងវារលាយសពឬក៏វាចូលសពសាច់គ្នាបន្តិចទៅបានខ្ញុំយកសាច់ដូងមកលាយសាច់ដូងនេះខ្ញុំដាក់ពីរប្រភេទបញ្ចូលគ្នាមានដូចជាសាច់ដូងដែលខ្ញុំបានកូរហើយហ្នឹងបងប្អូនសាច់ដូងខ្ចីហ្នឹងខ្ញុំដាក់85ក្រាមសាច់ដូងទុំកោសខ្ញុំដាក់50ក្រាមស្មើនឹងកន្លះខាំចំណែកម្សៅវិញខ្ញុំប្រើម្សៅអង្ករត្នោត60ក្រាមហើយនិងម្សៅឆាខ្ញុំដាក់20ក្រាមគ្រឿងផ្សំធ្វើនំគឺមានតែប៉ុណ្្នឹងទេហើយយើងរៀបចំកូរច្បល់ឲ្យសាច់ម្សៅហ្នឹងវាស្អិតល្មុតចូលគ្នាឬក៏ឲ្យវាសព្វសាច់គ្នាបានល្អអញ្ចឹងណាបងប្អូនកូរមុនដំបូងមើលទៅសាច់ម្សៅរបស់យើងវាអត់សូវស្អិតចូលគ្នាទេប៉ុន្តែបងប្អូនចំណាយពេលកូរប្រហែលជា1នាទី2នាទីហ្នឹងគឺថាវាស្អិតចូលគ្នាបានល្អហើយចំពោះគ្រឿងផ្សំនេះដែរបងប្អូនលាយកុំឲ្យរាវតែយើងលាយរាវពេកគឺពិបាកចៀនមែនតើដោយសារតែសាច់នំនេះវាទន់ហើយស្អិតបងប្អូនលាយរាវយើងយកមកចៀនណាអូយគឺថាយើងពិបាកចៀនហ្មងបងប្អូនវារៀងទន់ខ្លាំងហើយបងប្អូនធ្វើនំតែមួយដូចខ្ញុំអញ្ចឹងទៀតគឺថាពេលដែលយើងប្រែប្រកាសជាបែកសាច់នំហ្មងអញ្ចឹងយើងព្យាយាមលាយគ្រឿងផ្សំហ្នឹងកុំឲ្យវារាវពេកបែបរៀងប៉ែប៉ែប៉ុណ្ណឹងមកយើងងាយស្រួលក្នុងការចៀនហើយនំនេះដែរបងប្អូនចង់ចៀនតែមួយដូចខ្ញុំបានបង្ហាញក្នុងវីដេអូអញ្ចឹងក៏បានឬក៏បងប្អូនចង់បែងចែកសាច់ម្សៅហ្នឹងចៀនបែបរៀងតូចៗយើងអាចដួសនឹងលព្រាដួសម្ដងមកលព្រាម្ដងមកលព្រាចៀនជាប្រទេសតូចៗក៏បានដែរឬក៏បងប្អូនអាចបែងចែកចៀនបានប្រហែលជា5ទៅ6នំក៏បានដែរអាស្រ័យតាមបងប្អូនគិតថាពេលដែលចម្អិនទៅវាងាយស្រួលក្នុងការចម្អិនអញ្ចឹងណាហើយនេះវិញគឺខ្ញុំរៀបចំយកមកដាក់ចៀនណាខ្ញុំទុកប្រេងឆាឬក៏ទុកខ្ទះនឹងឲ្យក្តៅបន្តិចទៅយើងដាក់ប្រេងឆាចូលប្រេងឆាបងប្អូនកុំដាក់ច្រើនពេកដាក់តាមបន្តិចល្មមទៅហើយយើងដាក់សាច់នំចូលទៅចៀនទៅញ៉ាំវាឲ្យសាច់នំហ្នឹងរៀងស្មើគ្នាបន្តិចសិនបងប្អូនសាច់ល្ពៅយើងទន់ៗអញ្ចឹងយើងចំណាយពេលក្នុងការយើងវាសាច់នំហ្នឹងមិនជាយូរអីបានទេយើងធ្វើមិនឲ្យតែផ្នែកខាងលើហ្នឹងគឺឃើញវារាបស្មើឃើញទំហំវាស្មើផ្ទៃខាងលើហ្នឹងស្អាតមកគឺរួចរាល់ហើយខ្ញុំរៀបចំអញ្ចឹងហើយខ្ញុំចាប់ផ្ដើមយកគម្របឆ្នាំងហ្នឹងមកគ្របបងប្អូនគម្របឆ្នាំងឬក៏គម្របខ្ទះខ្ញុំយកមកគ្របផ្ងំវាចោលរយៈពេលយកគម្របខ្ទះហ្នឹងមកគ្របផ្ងំវាចោលប្រហែលជា10នាទីទៅ10នាទីជាងបងប្អូនយើងមើលតាមជាក់ស្ដែងដែរមើលតែសាច់នំនឹងឡើងថ្លាផ្នែកខាងលើហើយខាងក្រោមនេះបងប្អូនមើលទៅក៏ហមល្អអញ្ចឹងណាចាំយើងប្រែហើយចំពោះភ្លើងហ្គាសវិញយើងបើកភ្លើងតិចៗបានទេបងប្អូនជៀនធំដូចខ្ញុំចេះតែបើកភ្លើងខ្លាំងគឺចប់ហ្មងបងប្អូនសាច់នំនេះឆាប់ខ្លោចណាស់យើងបើកភ្លើងតិចៗចោលសឹងតែភ្លើងនឹងឲ្យលុតទៅវិញហ្មងបងប្អូនយើងបើកភ្លើងតិចៗផ្ងំវាចោលអញ្ចឹងទៅតោះតែសាច់នំនឹងក៏ហមល្អពេលដែលយើងប្រែមកបងប្អូនអើយគឺថាក្លិនវិញឈ្ងុយល្អខ្លាំងមែនតើជាពិសេសបានលាយជាមួយនឹងសាច់ដូងអញ្ចឹងទៀតគឺកាន់តែឆ្ងាញ់ញ៉ាំប៉ះសាច់ដូងបែបច្រប់ទៅឈ្ងុយជាមួយនឹងក្លិនល្ពៅផងហើយល្ពៅនេះគឺល្មួតឈ្ងុយហើយឆ្ងាញ់មែនតើបងប្អូន